សួស្តីប្រិមិត្តដែលតែងតែតាមដាន Channel និង Page ASEAN Military ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរថពាក្យដែកប្រយុទ្ធ ZBD-04 របស់ប្រទេសចិនដែលចិនបានយកមកធ្វើសមយុទ្ធអ្នកមាសប្រចាំឆ្នាំ2025ដើម្បីជាការចែករំលែកនិងស្វែងយល់អំពីប្រសិទ្ធភាពនៃគ្រឿងសព្វាវុធយោធាដល់បងប្អូនដែលចូលចិត្តនិងស្រឡាញ់តាមដានវិស័យយោធាឲ្យបានស្គាល់ ZBD-04 ឬ THAAD-04 គឺជាយានជំនិះប្រយុទ្ធថ្មើរជើងឬហៅថារថពាក្យដែកប្រយុទ្ធផលិតឡើងដោយប្រទេសចិន ZBD-04 នេះត្រូវបានធ្វើការអភិវឌ្ឍចេញពី ZBD-97 និង ZBD-86 អ្វីត្បិតតែនៅផ្នែកខាងក្រៅវាមានលក្ខណៈស្រដៀងគ្នាទៅនឹង BMP-3 របស់រុស្ស៊ីជាពិសេសទាក់ទងទៅនឹងប៉មនិងគ្រឿងសព្វាវុធសំខាន់ៗរបស់វាប៉ុន្តែនៅផ្នែកខាងក្នុងវាមានលក្ខណៈខុសគ្នារថពាក្យដែក ZBD-04 នេះត្រូវបានធ្វើការរចនាឡើងនៅក្នុងឆ្នាំ1990ហើយចាប់ផ្ដើមផលិតនៅក្នុងឆ្នាំ1997រហូតមកដល់បច្ចុប្បន្នហើយវាត្រូវបានដាក់ឲ្យបម្រើការនៅក្នុងជួរកងទ័ពរំដោះប្រជាជនចិននៅក្នុងឆ្នាំ1999រហូតមកដល់បច្ចុប្បន្នរថពាក្យដែកនេះចិនផលិតបានជាង3075គ្រឿងចំពោះលក្ខណៈពិសេសនៃរថពាក្យដែកប្រយុទ្ធ ZBD-04 នេះវាមានទម្ងន់20ទៅ24តោនមានប្រវែង 7.2 ម៉ែត្រទទឹង 3.2 ម៉ែត្រកម្ពស់ 2.5 ម៉ែត្រវាប្រើប្រាស់យោធិនចំនួន3នាក់ក្នុងពេលប្រតិបត្តិការដែលរួមមានអ្នកបើកបរម្នាក់អ្នកបាញ់ម្នាក់ហើយនិងមេបញ្ជាការម្នាក់ហើយវាក៏អាចផ្ទុកទាហានថ្មើរជើងបាន7នាក់បន្ថែមទៀតនៅផ្នែកខាងក្រោយផងដែរ ZBD-04 បំពាក់កាំភ្លើងធំ 100 មីលីម៉ែត្រចំនួន1ដើមជាកាំភ្លើងធំពាក់កណ្ដាលស្វ័យប្រវត្តិវាបាញ់បានគ្រាប់ប្រភេទ HESRAG និងគ្រាប់ 3U BK10 ATGM ចំពោះចម្ងាយបាញ់មានប្រសិទ្ធភាពនៃគ្រាប់ HESRAG ត្រូវបានគេប៉ាន់ប្រមាណថាបាញ់បាន 4000 ម៉ែត្រហើយចង្វាក់នៃការបាញ់របស់កាំភ្លើងធំ 100 មីលីម៉ែត្របាញ់បាន10គ្រាប់ក្នុង1នាទីហើយចំពោះកណ្ដុងរបស់វាអាចលើកចុះបានចាប់ពីដក8ទៅបូក60អង្សាឬដឺក្រេគ្រាប់ប្រភេទ 3U BK10 ATGM របស់ប្រទេសចិនបានបំពាក់ក្បាលគ្រាប់នាំផ្លូវដោយឡាស៊ែអាចបាញ់កំទេចឧទ្ធម្ភាគចក្រហោះទាបបាញ់រថពាសដែករថក្រោះលេនដ្ឋានដែលអាចបាញ់ទម្លុះពាសដែកជម្រៅ600មីលីម៉ែត្រហើយវាបាញ់បានចម្ងាយ4000ម៉ែត្រចិនបានបំពាក់ជាមួយនឹងប្រព័ន្ធរ៉ាដាគ្រប់គ្រងការបាញ់ធ្វើឲ្យការបាញ់មានលំនឹងនិងបាញ់ចំគោលដៅបានល្អរថពាសដែក ZBD-04 វាអាចផ្ទុកគ្រាប់កាំភ្លើងធំ 100 មីលីម៉ែត្រនៅក្នុងបន្ទុកគ្រាប់បានចំនួន30គ្រាប់ ZBD-04 ក៏បានបំពាក់ជាមួយនឹងកាំភ្លើងយន្តបាញ់ដោយស្វ័យប្រវត្តិ ZPT-99 ទំហំ30មីលីម៉ែត្រចំនួន1ដើមផងដែរហើយគ្រាប់របស់វាមានចំនួន500គ្រាប់វាអាចបាញ់គ្រាប់ប្រភេទ AP APDS APF SDS និង HESRAG ហើយចំពោះចង្វាក់នៃការបាញ់របស់កាំភ្លើងយន្តទំហំ30មីលីម៉ែត្រវាបាញ់បាន300គ្រាប់ក្នុង1នាទីបាញ់បានចម្ងាយ1500ម៉ែត្រទៅ2000ម៉ែត្រហើយលើសពីនេះ ZBD-04 ក៏បានបំពាក់ជាមួយនឹងកាំភ្លើងយន្ត 7.62 មីលីម៉ែត្រចំនួន1ដើមផងដែរនៅទីតាំងផ្នែកខាងឆ្វេងនៃកាំភ្លើងធំចំពោះ ZBD-04A វាត្រូវបានជំនួសដោយកាំភ្លើងយន្ត QJT-88 ទំហំ 5.8 មីលីម៉ែត្រនិងត្រូវបានបំពាក់បន្ថែមដោយមីស៊ីលប្រឆាំងរថក្រោះ HJ-8 ចំនួន4ដើម ZBD-04 បានបំពាក់ជាមួយនឹងឧបករណ៍ទំនើបដូចជាឧបករណ៍តាមដានគោលដៅខ្មាំងដែលអាចមើលឃើញទាំងពេលថ្ងៃនិងពេលយប់ឧបករណ៍ចាប់សញ្ញារលកកម្ដៅពេលថ្ងៃនិងពេលយប់ឧបករណ៍ពិនិត្យនិងប្រកាសអាសន្នពេលមានអាសន្នប្រព័ន្ធគ្រប់គ្រងភ្លើងបំពាក់កុំព្យូទ័រ Digital គ្រប់គ្រងការបាញ់ឧបករណ៍ទប់លំនឹងកាំភ្លើងអេឡិចត្រូលិកនិងឧបករណ៍ស្វែងរកគោលដៅដោយប្រព័ន្ធឡាស៊ែដែលអាចតាមដាននិងបង្វិល360អង្សាឬដឺក្រេចំពោះការការពាររបស់រថពាសដែក ZBD-04 ត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធការពារការវាយប្រហារដោយអាវុធគីមីអាវុធជីវសាស្ត្រនិងសារធាតុអាវុធនុយក្លេអ៊ែរដែលហៅកាត់ថា NBC បំពាក់ឧបករណ៍បាញ់គ្រាប់បែកផ្សែងចំនួន10ដើម្បីបំបាំងភ្នែកសត្រូវបំពាក់ដោយប្រព័ន្ធព្រមាននិងឧបករណ៍ប្រឆាំងឡាស៊ែហើយតួខ្លួនទាំងមូលរបស់រថពាសដែក ZBD-04 នេះវាអាចការពារពីការបាញ់ប្រហាររបស់សត្រូវបាននៅប្រភេទកាំភ្លើងយន្ត 14.5 មីលីម៉ែត្រហើយនៅផ្នែកខាងមុខវាអាចការពារពីការបាញ់ប្រហារ
ដោយគ្រាប់20ទៅ25មីលីម៉ែត្រចំពោះនៅផ្នែកខាងមុខនៃពាសដែកវាមានកម្រាស់30មីលីម៉ែត្រ ZBD04 ត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតប្រភេទ TAPE 6V155 មានកម្លាំង440គីឡូវ៉ាត់ស្មើនឹង590សេសចំពោះ ZBD04A វិញម៉ាស៊ីនមានកម្លាំង670សេសវាអាចប្រតិបត្តិការបានចម្ងាយ500គីឡូម៉ែត្រ ZBD04 រត់នៅក្នុងល្បឿន65គីឡូម៉ែត្រក្នុង1ម៉ោងរត់នៅលើផ្លូវគោកហើយនៅក្នុងទឹកវាអាចរត់បាន20គីឡូម៉ែត្រក្នុង1ម៉ោងចំណែកឯ ZBD04A រត់នៅក្នុងល្បឿន75គីឡូម៉ែត្រក្នុង1ម៉ោងរត់នៅលើផ្លូវគោកហើយក្នុងទឹករត់បានចម្ងាយ6ទៅ8គីឡូម៉ែត្ររថពាសដែកនេះវាប្រើប្រាស់កង់ប្រភេទកង់ច្រវាក់ខ្ញុំបាទសូមអរគុណចំពោះការគាំទ្រនិងទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយៗ